ស្វាគមន៍បងប្អូនទាំងអស់គ្នាវិលមកជួបបែបនេះម្ដងទៀតហើយជាមួយនឹងការសម្រាយរឿងអំណាចវិញ្ញាណម្ចាស់ទ្វីបលីងវូដែលជាភាគទី129បន្ទាប់ពីស្ដេចអាណាចក្រគុននាគវូសង់ឡាវស៊ូបានមកការធ្វើដំណើររបស់ក្រុមឈិនធានទាមទារឲ្យស្ដេចយានប្រកូលនៅវូឈិនមកឲ្យគាត់ហើយគាត់ក៏មិនជ្រៀតជ្រែកការធ្វើដំណើររបស់ស្ដេចយានទីនោះដែរស្ងាត់មុនបន្តិចពេលនោះប្រតិចាប៊ូគូក៏បាននិយាយបើចង់ប្រយុទ្ធក៏ប្រយុទ្ធទៅមិនចាំបាច់និយាយអត់ប្រយោជន៍ទីនោះទេស្ដេចយានក៏បានបន្ថែមតើអ្នកគិតថាខ្ញុំនឹងអនុញ្ញាតឲ្យអ្នកយកវូឈិនទៅធ្វើបាបគាត់នៅចំពោះមុខខ្ញុំមែនទេស្ដេចស៊ូក៏បានផ្សេងបន្តិចបើអញ្ចឹងមែននោះមិនឈិនថាមពលរបស់គាត់ពីរាងកាយដោយឈិនធានក៏បានប្រញាប់បន្លាស់ទីចូលមកកញ្ចាស់សំអុយបើលោកចង់ប្រយុទ្ធពិតមែនខ្ញុំនឹងកំដរលោកដល់ទីបញ្ចប់ដែលធ្វើស្ដេចយានក៏បានខាត់ឥឡូវនេះមិនមែនជាពេលវេលាដែលអ្នកត្រូវបង្ហាញសមត្ថភាពនោះឡើយមិនអីនោះទេក៏មិនរំអីពូព្រឹត្តិចាខ្ញុំមានទំនុកចិត្តជឿជាក់លើខ្លួនឯងខ្ញុំនឹងបញ្ឆោតគាត់ទៅកន្លែងផ្សេងសល់ប៉ុន្មានសុំពូព្រឹត្តិចាការពារគ្នារបស់ខ្ញុំផងពេលនោះស្ដេចស៊ូមិនចាំយូរឡើយម៉ាស៊ីនកំពុងតែក្តៅហក់ចូលមកអាឡែតឯងពិតជាក្រអូតកន្ទងខ្លាំងពេកហើយលន់សូតែភួយកំដាប់ដៃរបស់គាត់បានចាក់ទម្លុះរាងកាយរបស់ឈិនធានទៅហើយដែលនោះត្រឹមតែជារាងកាយខ្លួនរបស់ឈិនធានតែប៉ុណ្ណោះប្រសិនបើតាសម័យឯងមានសមត្ថភាពតាមចាប់ខ្ញុំបានមកដែលធ្វើឲ្យគាត់ពេលនេះក្តៅចិត្តយ៉ាងខ្លាំងយើងនឹងចាប់ហើយឯងបានបន្លាស់ទីយ៉ាងលឿនទៅតាមឈិនធានដោយស្ដេចយានវិញបន្ទាប់ពីខាត់ឈិនធានមិនបានទៅហើយគាត់ក៏បានប្រាប់ឲ្យអ្នករកគ្នាត្រៀមខ្លួនប្រយុទ្ធដោយស្ដេចស៊ូក៏បានបើកការវាយប្រហារជាមួយនឹងបច្ចេកទេសដុំថ្មជាច្រើនជួយទៅវាយប្រហារឈិនធានពីខាងក្រោយបន្លាស់ទីកិច្ចបន្តបន្លឺឡើងក្នុងចិត្តខ្ញុំត្រូវតែរកកន្លែងដើម្បីប្រយុទ្ធជាមួយនឹងគាត់បន្តកិច្ចចុះកិច្ចឡើងពីការវាយប្រហារទាំងអស់នោះសម្លឹងទៅក៏បានឃើញអាសនៈបុរាណមួយនៅខាងមុខស្របពេលដែលស្ដេចស៊ូបានប្រើប្រាស់ធម៌ពលរបស់គាត់ប្រែក្លាយទៅជាដុំថ្មដ៏ធំមួយវាយប្រហារចូលទៅអាឡែតតែចង់រតនាត្រូវឈិនធានពេញលាន់សុទ្ធទៅឌឺប៉ើងធ្លាក់ចុះទៅផ្អឹបនឹងអាសនៈបុរាណនៅខាងក្រោមហុយធ្លុំងើបឡើងមកវិញសង្ហាដដែលទីធ្លានេះនឹងប្រែជាកន្លែងបញ្ចុះសាកសមរបស់តាកាចាឯងដែលខ្ញុំគិតថាវាស័ក្តិសមខ្លាំងណាស់ដែលធ្វើឲ្យគាត់ក៏បានខឹងអាឡែតឯងសម្ដីធ្លោះពេកហើយឬមួយឯងគិតថាឯងមានសមត្ថភាពអាចចាត់ការយើងបានម្យ៉ាងទៀតមើលទៅឯងមិនទាន់ដឹងនោះទេថាអាណាចក្រទាំង15បានបង្កើតសម្ព័ន្ធភាពរួចរាល់ហើយត្រៀមខ្លួនក្នុងការសម្លាប់រំកិននិងបំផ្លាញអាណាចក្រធានវូរបស់ឯងដល់ពេលនោះមនុស្សទាំងអស់នៅក្នុងអាណាចក្រនេះនឹងក្លាយជាទាសកររបស់ពួកយើងចំណែកឈិនធានគ្មានការភ័យផ្អើលអ្វីនោះទេក្រពាត់ដៃស៊ូទៅវិញមើលទៅលោកហាក់បីដូចជាមានជំនឿចិត្តខ្លាំងណាស់ដែលហ៊ានប្រាប់ខ្ញុំនៅពលមានទាំងអស់នេះស្ដេចយាននៅតែមានអំណួតព្រោះតែខ្ញុំចង់ឯងស្លាប់ដោយអស់សង្ឃឹមហើយភ្លុកនឹងការជឿចាប់ដូចជាសិស្សរបស់ខ្ញុំឡានហៅរិនបញ្ចេញនៅបច្ចេកទេសធម្មពលដុំថ្មស្រួយៗជាច្រើនឈិនធាននៅតែនៅក្នុងថ្ងៃនេះអ្នកណាស្លាប់ឬអ្នកណារស់មិនទាន់ដឹងច្បាស់ដល់ឡើយនោះទេបំផ្ទុះនៅធម្មពលក្បាច់គុណវិញ្ញាណរបស់គាត់ឡើងមកដែលវាបានផ្សាយភេទនឹងបាញ់ឡើងទៅខាងលើលំហឡើងខ្មុះខ្មាញ់បន្ទាប់មកក្រវីដៃចុះឡើងបន្តិចដាល់ចេញទៅជាមួយនឹងធម្មពលកំដាប់ដៃវាក៏បានវាបំបីនៅដុំថ្មស្រួយៗទាំងអស់នោះផាំងខ្ចាយបន្តបាញ់នៅរាងកាយរបស់គាត់យ៉ាងលឿនចូលទៅជាមួយនឹងកំដាប់ដៃដែលពុះពេញទៅលើចំហាយធម្មពលដែលវាបានលេចឡើងជាមួយនឹងកំដាប់ដៃដ៏ធំសម្បើមធ្វើស្ដេចស៊ូក៏បានផ្គុំដៃបន្តិចលេចចេញនៅធម្មពលដុំថ្មដ៏ធំសម្បើមទប់រងជាមួយនឹងកំដាប់ដៃរបស់ឈិនធានឌឹមបែកខ្ទេចគាត់ក៏បានខ្ទេចប៉ើងអំណាចធម្មពលក្បាច់គុណវិញ្ញាណតាមពិតឯងបានវឹកហាត់បណ្ដុះនៅស្មារតីជាមួយនឹងវិញ្ញាណនៃក្បាច់គុណជាសំណាងល្អឯងមិនទាន់ទម្លុះទៅកម្រិតអាណាចក្រស្ដេចនោះទេហើយឥឡូវនេះខ្ញុំនឹងឲ្យឯងមិនដឹងពីកម្រិតធម្មពលនៃអាណាចក្រស្ដេចដោយធម្មពលដើរថ្មដែលគាត់បានបញ្ចេញឡើងដ៏ធំសម្បើមនោះវាប្រហារចូលទៅពេញមួយទំហឹងដោយឈិនធានក៏មិនធម្មតានោះដែរដោយអ្នកទាំងអស់គ្នាបានដឹងហើយគាត់បានបញ្ចេញនៅអំណាចព្រលឹងវិញ្ញាណដែលបិសាចចូលទៅចាប់ផ្លែដើរដ៏ធំមួយនោះផ្សាយពេលនៃចំហាយធម្មពលដ៏ខ្លាំងក្លាធ្វើស្ដេចស៊ូក៏បានភ្ញាក់ផ្អើលតើនេះគឺជាអំណាចក្បាច់គុណប្រភេទអ្វីទៅវាអាចលេបត្រូវបាននៅអំណាចធម្មពលដ៏បរិសុទ្ធរបស់ខ្ញុំបានប្រសិនបើឯងត្រូវបានអនុញ្ញាតឲ្យរីកលូតលាស់បន្តទៀតអាណាចក្រធានវូពិតជាឯងលើពីអាណាចក្រគុណនេះរបស់យើងជាមិនខានដូច្នេះក្នុងថ្ងៃនេះឯងមិនអាចរស់បន្តទៀតបាននោះទេដែលពេលនេះគាត់ក៏បានប្រើប្រាស់អំណាចធម្មពលរបស់គាត់ស្រូបទាបបញ្ចេញអំណាចដ៏ធំដូចជាភ្នំដែលគាត់បានស្រែកថាព្រលឹងក្បាច់គុណវិញ្ញាណភ្នំទាំង8លើកវាឡើងទៅខាងលើដែលធ្វើឈិនធានក៏បានបន្លាស់ទីកិច្ចចេញអាឡើតគ្មានណាកិច្ចផុតពីព្រលឹងវិញ្ញាណភ្នំទាំង8របស់ខ្ញុំបាននោះទេទីចូលទៅឌឹមដែលធ្វើឈិនធានក៏បានប្រាប់ដៃទាំងពីររបស់គាត់ព្យាយាមទប់រងប្រឹងឡើងញ័រអស់ពេញរាងកាយចំណែកនៅក្នុងស្មារតីវិញ្ញាណពេលនេះព្រលឹងវិញ្ញាណរបស់ឈិនធានកំពុងតែវឹកហាត់ទម្លុះនៅកម្រិតខ្ញុំមានអារម្មណ៍ថាមានធម្មពលជាលៀកមួយបានបង្កើតស្រទាប់ការពារក្នុងការទម្លុះនៅកម្រិតរបស់ខ្ញុំហើយសម្ពាធមួយនេះនឹងជួយឲ្យខ្ញុំបានទម្លុះនៅកម្រិតដ៏ជោគជ័យក្រលេមកស្ដេចស៊ូវិញដែលពេលនេះគាត់កំពុងតែសប្បាយចិត្តរាងកាយរបស់ឯងពិតជារឹងមាំគូសមដែលស្រដៀងទៅមនុស្សម្នាក់កាលពី20ឆ្នាំមុនដែលគេគឺជាមនុស្សដែលមានទេពកោសល្យនៅក្នុងអាណាចក្រធានវូដែលគេក៏បានធ្វើបែបនេះដូចគ្នាដើម្បីការពារអ្នកដទៃលបួងខ្ញុំឲ្យមកឆ្ងាយដើម្បីប្រយុទ្ធគ្នាដូចជាឯងដែរប៉ុន្តែនៅទីបំផុតគាត់បានត្រឹមតែឈរមើលដោយអស់សង្ឃឹមតែប៉ុណ្ណោះដែលពេលនោះខ្ញុំបានសម្លាប់អ្នករកគ្នាជាច្រើនការបង្ហាញនូវសមត្ថភាពដ៏ល្ងងខ្លាំងរបស់ឯងគឺដូចជាគេម្នាក់នោះខ្លាំងណាស់ដែលមើលទៅពិតជាគួរឲ្យអស់សំណើចពេលនោះខ្ញុំបានប្រើនៅអំណាចធម៌ពលត្រឹមតែ90%ប៉ុណ្ណោះដែលអាចធ្វើឲ្យគេភ័យរត់ដូចជាឆ្កែអញ្ចឹងគិតបន្តិចតើគេម្នាក់នោះមានឈ្មោះអ្វីទៅអូខ្ញុំចាំបានហើយគឺជាឈិនហ្វាន់ឈិនធានក៏បានដឹងគាត់គឺជាឪពុករបស់ខ្ញុំស្ដេចស៊ូក៏បានទម្លាក់នៅអំណាចព្រលឹងភ្នំទាំង5ឌឹមហុយធ្លុំសប្បាយចិត្តយ៉ាងខ្លាំងសិស្សសំណប់បានឃើញនៅទេខ្ញុំបានសងសឹកឲ្យពួកឯងហើយបន្ទាប់មកខ្ញុំនឹងចូលទៅរីកជាវងធានវូហើយសម្លាប់មនុស្សទាំងអស់ដែលមានតាក់ទងជាមួយនឹងវាដើម្បីយកសាកសពទៅគ្រប់វិញ្ញាណក្ខន្ធរបស់ពួកឯងបែកក្រោយចាក់ចេញទៅយឺតចំណែកព្រលឹងវិញ្ញាណរបស់ឈិនធានដែលកំពុងតែវឹកហាត់ទម្លុះនៅកម្រិតដែលយើងក៏បានឃើញនៅស្រទាប់ការពារកំពុងតែចាប់ផ្ដើមប្រេះបើភ្នែកឡើងមកវិញបំបែកបឹងខ្ទេចស្រូបទាញយកអំណាចធម៌ពលចូលមកវិញតែពេលនោះធ្វើផ្ទៃមេឃនៅខាងក្រៅចាប់ផ្ដើមអ៊ូលអាប់ធ្វើឲ្យស្ដេចយានក៏បានចាប់អារម្មណ៍ក្រឡេកមកមើលវិញនេះគឺជាអំណាចធ
នស៊ូពណ៌មាសស្វាយដែលមាននរណាម្នាក់កំពុងតែទម្លុះទៅកម្រិតអាណាចក្រស្ដេចដែលពេលនោះអំណាចភ្នំទៀង8របស់គាត់ក៏ចាប់ផ្ដើមប្រេះលេចចេញនូវចំហាយធម្មពលផ្ទុយដុំបាញ់ឡើងទៅខាងលើលំហសាយភ័យពេញនឹងស្ដេចយិនក៏បានដឹងគ្មានប្រុសម្នាក់នោះពិតជាបានទម្លុះឈានទៅកម្រិតអាណាចក្រស្ដេចដោយអំណាចធម្មពលពណ៌មាសស្វាយក៏បានបាញ់ចុះមករំរងទៅរកឈានធានស្រូបទាញយកអាវុធធម្មពលលំពេញគប់ចូលទៅទប់ទល់គ្នាមិនទីផ្ទុយទាំងសាយភ័យនៃចំហាយធម្មពលពេញនឹងស្ដេចស៊ូក៏បានភ្ញាក់ផ្អើលទៅវាអាចទៅរួចដោយរបៀបណានេះគឺជាអំណាចឋានស៊ូពណ៌មាសស្វាយហើយអ្វីបានជាអាគ្មានម្នាក់នេះអាចយកឈ្នះបានឈានធានក៏បានបង្ហាញខ្លួនឡើងមកជាមួយនឹងល្វែលថ្មីអរគុណហើយតាចាស់ដែលជួយឲ្យខ្ញុំបានទម្លុះកម្រិតឥឡូវនេះអនុញ្ញាតឲ្យខ្ញុំបង្ហាញនូវការដឹងគុណដ៏ត្រឹមត្រូវផងបកដៃហើយចូលមកដែលធ្វើស្ដេចយើងក៏បានផ្គុំដៃរបស់គាត់សាយភ័យនៃចំហាយធម្មពលតែឯងគិតថាឯងឈានមកដល់អាណាចក្រស្ដេចហើយអាចចាត់ការយើងបានមែនទេគិតខុសហើយអាណប់ស្រូបទាញយកមកនៅអំណាចធម្មពលរាងកាយដ៏ធំសម្បើមពោពេញទៅដោយចំហាយធម្មពលភ្លើងឈានធានមិនខ្វល់វាធំប៉ុណ្ណានោះទេក្តាប់ដៃយ៉ាងណានពោពេញទៅដោយចំហាយធម្មពលដាល់ចូលទៅលន់សូទៅឌឹមខ្ចាយធ្វើឲ្យដៃរបស់អាមេធំនោះដាច់ជាពីរនៅសងមួយខាងទៀតវាក៏បានវាចូលមកឈានធានបានបន្លាស់ទីកិច្ចយ៉ាងលឿនសម្រុកចូលទៅវិញម៉ាត់ចូលកណ្ដាលទ្រូងផាំងខ្ចាយបែកខ្ទេចបាញ់ចេញនៅដាល់វិញ្ញាណអាត្រីឡើងមកចាក់បញ្ចូលនៅធម្មពលវាប្រហាបាញ់ចេញទៅជាចំហាយធម្មពលដ៏ខ្លាំងក្លាដែលធ្វើស្ដេចស៊ូក៏បានបើកនៅធម្មពលដុំថ្មរបស់គេទប់រំភឹងខ្ទេចស្រែកលឺសូរតែអុយខ្ទេចប៉ាំងទៅខាងក្រោយរបួសពេញមុខហូរឈាមតាមមាត់វាមិនអាចទៅរួចនោះទេបន្តប្រាប់ប្រាស់នៅអំណាចធម្មពលរបស់គាត់ដែលធ្វើអន្តរាជាងឡាក៏បានដឹងថាពេលនេះវាបានឈួតហើយចំរាយនៅឈាមរបស់ខ្លួនឯងដើម្បីបង្កើតអំណាចធម្មពលបន្តវាប្រហាចូលមកជាមួយនឹងធម្មពលភ្នំរាមដៃទាំង5ដែលវាបានលេចចេញនៅបាត់ដៃដ៏ធំសម្បំឡើងក្រហមចិនចៅឈានធានមិនកិច្ចនោះទេឈោសម្លឹងប្រតិចៃដនមែនត្រូវពេញផាច់ឌឹបអប់ទៅនឹងដីឆេគលស្របពេលនៅអំណាចធម្មពលរបស់ឈានធានក៏បានបាញ់ទម្លុះនៅបាត់ដៃដ៏ធំសម្បំមួយទៅខាងលើលំហឌឹមអំណាចដំណរពុយរបស់ពូបរិសុទ្ធដែលពេលនោះឈានធានក៏បានដូរនៅឈុតថ្មីជាមួយនឹងប្រលឹងវិញ្ញាណសាច់ស្វាសុនអ៊ូខុនដ៏ធំសម្បំឈោពីខាងក្រោយកាន់នៅដំបងពេលដល់ពេលវេលាដែលតាកចាឯងត្រូវស្លាប់ហើយលាបដៃទៅខាងមុខប្រលឹងវិញ្ញាណសាច់ស្វាសុនខុងក៏បានកាន់នៅដំបងវាចូលទៅលន់លឺសូតែភូស្រែកអុយខ្ទេចប៉ាងបុកនឹងភ្នំអស់ពី3ជាប់អប់នៅនឹងភ្នំក្អកឈាមចេញពីមាត់បើខ្ញុំត្រូវស្លាប់ឯងក៏មិនអាចមានជីវិតនោះដែរបំផ្ទុះនៅរាងកាយរបស់គាត់ឡើងសាយភ័យនៃចំហាយធម្មពលមកចាត់ការទៅលើឈិនធានជារឿងកំប៉ែកកំពកពេលនោះឈិនធានក៏បានបញ្ចេញនៅធម្មពលកណ្ដឹងជួងមរណៈរបស់គាត់ឡើងមកការពារនៅចំហាយធម្មពលការរបស់ស្ដេចស៊ូពេលនោះអន្តរាជាងឡាក៏បានលន់មាត់ខ្ញុំមិននឹកស្មានថាគេហ៊ានធ្វើបែបនេះនោះឡើយសុកចិត្តបំផ្លាញខ្លួនឯងដើម្បីសម្លាប់ឈិនធានពេលនោះអាឡែនស៊ូមូក៏បានចង្អុលថាមើលណោដែលយើងបានឃើញនៅអំណាចធម្មពលជាច្រើនឡើងក្រហមចិនស្អាតបានបាញ់ឡើងទៅលើលំហអន្តរាជាងឡាក៏បានស្មានថានេះគឺជាអំណាចធម្មពលទុកវេទនានៃឋានស៊ូជាមួយនឹងការបំផ្លាញខ្លួនឯងដោយមនុស្សកម្រិតអាណាចក្រស្ដេចដែលវាបណ្ដាលឲ្យមានភាពចលាចលរវាងអំណាចទាំងពីរនេះបង្កឲ្យមាននៅទម្រង់បុរាណផុសចេញមកឈិនធានរត់ឲ្យលឿនភ្លាមទៅដែលយើងក៏បានឃើញនៅផ្សែងដ៏អ៊ូអាប់អមជាមួយនឹងអំណាចធម្មពលដើរធំជាច្រើនទម្លាក់ចុះមកដែលធ្វើឲ្យឈិនធានក៏បានព្យាយាមគេចចុះគេឡើងទ្រាំលេងបានឈិនធានក៏បានបញ្ចេញនៅដំបងស៊ុនអ៊ូខុងឡើងមកក្រវែងចេញទៅពេញមួយទំហឹងបំបែកផ្ទុះទាំងលំហមួយក៏បានបើកចេញពីទម្រង់បុរាណមួយនោះឈិនធានក៏បានប្រញាប់បន្លាស់ទីចូលដែលធ្វើឲ្យរាងកាយរបស់គេក៏បានធ្លាក់ចូលមកក្នុងលំហមួយទៀតលន់សូតែខ្ពាកហុយជុកដែលពេលនេះគាត់បានសន្លប់ស្ដុកស្ដឹងនៅលើដីនឹងហើយសម្រាប់ភាគទី130និង131 admin បានអាប់ឡូតចូលទៅក្នុងកូនក្រុម VIP រួចរាល់ហើយប្រសិនបើអ្នកទាំងអស់គ្នាមិនចង់រងចាំយូរអាចចូលទៅទស្សនាបានហើយក៏នៅមានរឿងផ្សេងទៀតផងដែរដូចជារឿងគម្ពីរក្បាច់គុណព្រះអាទិត្យទាំង9អំណាចធម្មពលនៃច្រកទ្វារអាត់កំបាំងនិងនៅមានរឿងផ្សេងទៀតជាច្រើនទាក់ទងមក admin ផ្ទាល់បានតាម Telegram នៅក្រោម comment និងហើយសម្រាប់ភាគទី129របស់យើងក៏ត្រូវបានបញ្ចប់អធិស្ឋានរាល់កំហុសឆ្គងដែលបាននិយាយឡើងខណៈពេលនេះ admin សូមលាសិនហើយបាយបងប្អូនទាំងអស់គ្នា